ប្រាំទង្វើដែលជួយធ្វើយើងស្រកខ្លាញ់បានលឿនទោះបីអ្នកនរគ្នាអត់សូវមានពេលក៏យើងអាចធ្វើបានជាទូទៅនៅពេលដែលយើងចង់ស្រកខ្លាញ់យើងតែងតែគិតថាតើតើយើងមានពេលនៅក្នុងការធ្វើលំហាត់ប្រាណមានពេលក្នុងការធ្វើរបបអាហារទៅធ្វើយើងអាចស្រកបានអានេះក៏អាចជាចំណុចមួយដែលធ្វើអ្នកខ្លះក៏អត់ទាន់ចាប់ផ្ដើមដោយសារយើងគិតថាយើងអត់មានពេលអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំមកចែកម្លែកពី5ទង្វើបើសិនជាអ្នកនរគ្នាធ្វើវាឲ្យបានជាប់លាប់ធ្វើវាជាប្រចាំនឹងធ្វើឲ្យយើងក៏អាចស្រកគីឡូស្រកខ្លាញ់បានដូចគ្នាទោះបីអ្នកនរគ្នាអត់សូវមានពេលក៏ដោយទង្វើទី1នៅពេលដែលយើងភ្ញាក់ពេលព្រឹកព្រលឹមឡើងឲ្យអ្នកនរគ្នាឆ្លៀតហាត់ប្រាណយ៉ាងហោចណាស់ក៏ខ្ទង់10ទៅ15នាទីជារៀងរាល់ព្រឹកធ្វើវាឲ្យកើតជាទម្លាប់នៅពេលព្រឹកព្រលឹមឡើងយើងអត់ទាន់មានញ៉ាំអីចូលទៅទេអញ្ចឹងនៅពេលដែលយើងហាត់ប្រាណគឺរាងកាយយើងវាងាយស្រួលនៅក្នុងការដែលយកធម្មពលចាស់យកមកប្រើការអ្វីដែលសំខាន់ពេលខ្លះយើងរវល់ខ្លាំងបើសិនជាអ្នកនរគ្នាអត់ហាត់ប្រាណមុនគេទេយើងចាំហាំងល្ងាចចាំហាត់ឬមួយចាំពេលយើងទៅនេចាំហាត់ពេលខ្លះយើងរវល់អញ្ចឹងហើយយើងអត់ដែលមានពេលហាត់ប្រាណទេអញ្ចឹងយល់ល្អគឺឲ្យយើងដាក់ការហាត់ប្រាណមុនគេបង្អស់មុននឹងយើងចាប់ផ្ដើមទៅប្រើប្រាស់ជីវិតប្រចាំថ្ងៃទី2គឺការដែលយើងត្រូវផ្ដោតទៅលើការញ៉ាំប្រូតេអ៊ីនឲ្យបានច្រើនជាងមុនអញ្ចឹងអ្នកនរគ្នាអាចគុណមើលងាយៗក្នុង1គីឡូខ្លួនរបស់យើងគឺយើងត្រូវការប្រូតេអ៊ីនគឺប្រមាណប្រហែល 1.2 ក្រាមរហូតដល់2ក្រាមនៅក្នុង1គីឡូខ្លួនរបស់យើងអញ្ចឹងយើងអាចគុណមើលទៅតាមនឹងបានតែអ្នកនរគ្នាញ៉ាំប្រូតេអ៊ីនបានគ្រប់គ្រាន់វានឹងជួយធ្វើយើងឆ្អែតបានយូរយើងងាយស្រួលនៅក្នុងការគ្រប់គ្រងគីឡូហើយអ្វីដែលសំខាន់គឺវានឹងធ្វើឲ្យការដុតធម្មពលខ្លាញ់យើងរឹតតែកើនឡើងនិងធ្វើឲ្យអ្នកទាំងអស់គ្នាងាយស្រួលនៅក្នុងការសម្រក់ខ្លាញ់ផងដែរទី3កុំផ្ដាច់ពួកប្រភេទអាហារដែលវាមានជាតិកាបូយត្រាតឲ្យសោះព្រោះអីបើសិនជាអ្នកទាំងអស់គ្នាអត់ញ៉ាំកាបូយត្រាតសោះនឹងធ្វើឲ្យអ្នកទាំងអស់គ្នាទី1យើងអត់សូវមានកម្លាំងទេអត់មានកម្លាំងធ្វើការអត់មានកម្លាំងនៅក្នុងការធ្វើលំហាត់ប្រាណហើយបើសិនជាអ្នកដែលគាត់ហាត់ចង់បានរៀងចង់បានតកីអីណាគឺបើសិនជាអ្នកទាំងអស់គ្នាអត់ញ៉ាំសោះនឹងធ្វើឲ្យយើងហាត់ទៅវាអត់សូវបានទទួលលទ្ធផលទេលក្ខណៈថាយើងស្គមប៉ុន្តែសាច់យើងបែបយាយាអញ្ចឹងហើយកុំប្រអប់អាហារដែលជាប្រភេទកាបូយត្រាតបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ញ៉ាំបាយទេគឺអ្នកទាំងអស់គ្នាអាចញ៉ាំដូចជាពោតដលងត្រាវល្ពៅអីជំនួសបានហើយជាពិសេសគឺពេលល្ងាចអ្នកខ្លះអត់ហ៊ានញ៉ាំបាយទេពេលល្ងាចគឺអត់ញ៉ាំតែបន្លែហើយអ្នកខ្លះទៅញ៉ាំតែផ្លែឈើតិចតួចអញ្ចឹងហើយជាមូលហេតុមួយដែលធ្វើឲ្យពេលខ្លះយើងហេវខ្លាំងយើងគេងអត់លក់ហើយនៅពេលដែលយើងគេងអត់លក់រត់តែធ្វើយើងអត់បានទទួលលទ្ធផលស្រកខ្លាញ់អត់បានដូចគ្នាអញ្ចឹងហើយញ៉ាំតែឲ្យយើងជ្រើសរើសញ៉ាំហើយញ៉ាំនៅក្នុងបរិមាណមួយដែលវាសមល្មម4ឲ្យអ្នកនរគ្នាផ្ដាច់ពួកប្រភេទភេសជ្ជៈផ្អែមទាំងឡាយហ្នឹងគឺឲ្យយើងផ្ដាច់ចោលព្រោះអីបើសិនជាអ្នកនរគ្នានៅញ៉ាំពួកប្រភេទភេសជ្ជៈផ្អែមគឺនឹងធ្វើឲ្យអ្នកនរគ្នាពិបាកនៅក្នុងការសម្រក់ខ្លាញ់ក្បាលពោះខ្លាំងមែនទែនហើយជាពិសេសអ្នកដែលគាត់មានបញ្ហារឿងខ្លាញ់ក្បាលពោះក្រាស់ខ្លាញ់សាច់ចង្កេះក្រាស់ហើយហ្នឹងបើយើងផ្ដាច់អាហារពួកហ្នឹងបានគឺវានឹងជួយយើងបានច្រើនទី5ការដែលយើងត្រូវកាត់បន្ថយពួកប្រភេទចំណីជិបចប់ពេលខ្លះយើងអត់សូវញ៉ាំអាហារពេលទេប៉ុន្តែយើងញ៉ាំចំណីជិបចប់អានេះបន្តិចអានោះបន្តិចអានោះហើយជាមូលហេតុមួយដែលធ្វើយើងពិបាកនៅក្នុងការគ្រប់គ្រងកាឡូរីហើយនឹងធ្វើយើងពិបាកនៅក្នុងការសម្រក់ដូចគ្នាអញ្ចឹងពួកប្រភេទភេសជ្ជៈផ្អែមចំណីជិបចប់យើងផ្ដាច់តែម្ដងហើយយើងញ៉ាំអាហារឲ្យដឹងពេលដឹងម៉ោងពីពេលគឺឲ្យវាដឹងថា3ពេល2ពេលឲ្យដឹងថា2ពេលអញ្ចឹងអ្នកនរគ្នាអញ្ចឹងហើយខ្ញុំមាន5ចំណុចហ្នឹងដែលអ្នកនរគ្នាអាចសាកល្បងយកទៅធ្វើមើលបានវាជួយធ្វើយើងអាចស្រកខ្លាញ់បានដូចគ្នាទោះបីអ្នកនរគ្នាអត់សូវមានពេលហើយសម្រាប់អ្នកដែលកំពុងតែមានគោលដៅចង់ផ្លាស់ប្ដូររូបរាងហើយយើងចង់ស្រកលឿនយើងអាចចំណាយឲ្យខ្លួនឯងបានខាងខ្ញុំគឺយើងមានបើកវគ្គផ្លាស់ប្ដូររូបរាងតាមអនឡាញវគ្គរបស់យើងនេះគឺយើងផ្ដោតទៅលើការផ្លាស់ប្ដូរការញ៉ាំ80%ការធ្វើលំហាត់ប្រាណ20%និងមានប្រើអាហាររូបត្ថម្ភជាជំនួសអញ្ចឹងអ្នកដែលគាត់ចាប់អារម្មណ៍អាច comment ពាក្យថាចាប់អារម្មណ៍នៅខាងក្រោមវីដេអូនេះបានចាខ្ញុំផ្ដល់ព័ត៌មានលម្អិតជូនយើងមានវិភាគរូបរាងនិងវិភាគការញ៉ាំមុន free មុននឹងសម្រាប់ចិត្តចូល program ផងដែរ